ជំរាបសួរលោកគ្រូខ្ញុំឈ្មោះធីមស៊ីថាខ្ញុំមកពីក្រុម IC1 ថ្ងៃនេះខ្ញុំនឹងមកធ្វើវីដេអូដែលទាក់ទងទៅនឹងការ remote server អញ្ចឹងខ្ញុំទៅបង្ហាញអញ្ចឹងនេះគឺជាការ remote server សម្រាប់ការ remote server នេះគឺខ្ញុំមានចំនួន3គឺទី1ទាក់ទងទៅនឹង SCP ទី2ទាក់ទងទៅនឹង ASH ហើយនិងទី3ទាក់ទងទៅនឹង SRTP ចឹងសម្រាប់ការធ្វើរបស់ខ្ញុំគឺខ្ញុំត្រូវការប្រើ2គឺទី1ប្រើប្រើ Ubuntu server និងទី2ខ្ញុំធ្វើការ remote ទៅកាន់ Kitbase ចឹងដំបូងគឺខ្ញុំនឹងត្រូវបង្កើត user ចំនួន3ដែល user ចំនួន3នឹងសម្រាប់ SCP 1សម្រាប់ ASH 1និងសម្រាប់ SRTP 1ចឹងជាដំបូងខ្ញុំចូលទៅកាន់Ubuntu server របស់ខ្ញុំអញ្ចឹងខ្ញុំដើម្បីបង្កើត user មួយទៀតគឺខ្ញុំមាន node ដែលnode របស់ខ្ញុំហ្នឹងខ្ញុំបានសរសេររួចរាល់ហើយអញ្ចឹងនេះជា node របស់ខ្ញុំដែលដំណាក់កាលទី1ហ្នឹងគឺខ្ញុំទៅបង្កើត user ចំនួន3ហើយនៅក្នុងហ្នឹងខ្ញុំបានសរសេរ comment អីរួចរាល់អស់ហើយអញ្ចឹង comment ដែលខ្ញុំត្រូវការប្រើដើម្បីបង្កើត user ហ្នឹងគឺខ្ញុំប្រើ sudo add user ហើយឈ្មោះ u ហ្នឹងគឺតាំងឲ្យ user ហើយខាងក្រោមនេះគឺ scp អញ្ចឹងខ្ញុំទៅបង្កើត user តែម្ដងអញ្ចឹងខ្ញុំប្រើ command sudo add user u scp អញ្ចឹងខ្ញុំ enter មកហើយដាក់ password អញ្ចឹងដោយសារតែវាត្រូវការ password ថ្មីអញ្ចឹងដាក់អញ្ចឹងខ្ញុំ enter បន្តមកទៀតខ្ញុំទៅបង្កើត user ទី2គឺ user ASA អញ្ចឹងខ្ញុំគ្រាន់តែដាក់ខាងក្រោយគឺ user ASA ហ្នឹងខ្ញុំ enter មកហើយវាត្រូវការទាមទារ password អញ្ចឹងខ្ញុំ enter មកបដាច់វាមកហើយ user ចុងក្រោយរបស់ខ្ញុំគឺ user SFTP password ចឹងសម្រាប់ user របស់ខ្ញុំបានបង្កើតរួចរាល់ហើយដែល user របស់ខ្ញុំមានចំនួន3ហ្នឹងខ្ញុំបង្កើត user ចំនួន3ហើយបន្តមកទៀតគឺខ្ញុំទៅមើល node របស់ខ្ញុំបន្ទាប់ពីខ្ញុំបង្កើត user ហើយចឹងខ្ញុំប្រើ command comgen.u ដែល command ហ្នឹងគឺខ្ញុំប្រើដើម្បីឆែកទៅលើ user ដែលយើងបង្កើតរួចរាល់ហើយចឹងខ្ញុំប្រើ command ខ្ញុំចូលទៅកាន់ Ubuntu server ហើយខ្ញុំប្រើ comgen.u ចឹងនេះជាuser ដែលខ្ញុំបានបង្កើតរួចរាល់ហើយចឹងដោយសារតែខ្ញុំធ្វើការ select អត់កើតទេវានៅក្នុង Ubuntu server អញ្ចឹងបន្តមកទៀតខ្ញុំចង់ប្រើ command ដែលធ្វើការឆែកទាំងអស់ទាំង3នឹង user ទាំង3នឹងដែលខ្ញុំអាចប្រើ command comgen.u ហើយសញ្ញានេះមួយខ្ញុំប្រើ grep.e ហើយបញ្ជាក់ឈ្មោះដែលខ្ញុំបានបង្កើតនឹងអញ្ចឹងវានឹងធ្វើការឆែក user ដែលយើងបានបង្កើតមុននឹងទាំង3នឹងអញ្ចឹងខ្ញុំប្រើ command ខ្ញុំសរសេរតាមនឹងមកខ្ញុំប្រើខ្ញុំបានប្រើ command ដើម្បីឆែកuser scp user asa និង user srtp អញ្ចឹងក្រហមនេះវាជាឈ្មោះ user ដែលខ្ញុំបានបង្កើតទាំង3ហ្នឹងអញ្ចឹងនេះជា command មួយដែលយើងអាចធ្វើការឆែកសរុបអ្វីដែលយើងចង់ឆែកទៅលើ user របស់យើងហើយបន្តមកទៀតខ្ញុំនឹងធ្វើការឆែក IP address
ឲ្យរួចរាល់ដើម្បីធ្វើការ remote ទៅកាន់Gitbase អញ្ចឹងខ្ញុំប្រើ command មួយគឺ hostname ដើម្បីធ្វើការឆែក IP address អញ្ចឹងនេះជា IP address របស់ខ្ញុំបន្តមកទៀតខ្ញុំចូលទៅកាន់ Gitbase អញ្ចឹងនេះជា Gitbase របស់ខ្ញុំហើយខ្ញុំនឹងធ្វើការ remote ចូលអញ្ចឹងខ្ញុំ Control L1 clear ដើម្បីធ្វើការ clear បន្តមកទៀតខ្ញុំទៅមើល node របស់ខ្ញុំគឺលក្ខខណ្ឌចំណុចទី2គឺខ្ញុំធ្វើការចូលទៅកាន់ Gitbase រួចរាល់ហើយអញ្ចឹងខ្ញុំចូលទៅកាន់ខ្ញុំនឹងធ្វើការ cd ទៅកាន់ ASA អញ្ចឹងខ្ញុំចូលមកកាន់ Gitbase របស់ខ្ញុំខ្ញុំវាយ command មួយឈ្មោះថា cd.asa ចឹងខ្ញុំចូលបានចូលទៅកាន់ ASA ហើយបន្តមកទៀតគឺខ្ញុំនឹងប្រើ command បន្តទៀតគឺ ASA keygen ដែលយើងអាចធ្វើការចូលមកដល់កន្លែងនេះគឺយើងត្រូវបង្កើត key មួយឈ្មោះ key user key មួយដើម្បីធ្វើការងាយស្រួលក្នុងការធ្វើការ remote server ហ្នឹងអញ្ចឹងខ្ញុំប្រើ command អញ្ចឹងខ្ញុំធ្វើការ copy command ហ្នឹងតែម្ដងដោយសារតែខ្ញុំប្រើនៅក្នុង Gitbase អញ្ចឹងខ្ញុំងាយស្រួលក្នុងការ copy command អញ្ចឹងខ្ញុំ គ្រាន់តែ right click ហើយ paste មកហើយបន្តមកទៀតគឺខ្ញុំត្រូវធ្វើការដាក់ឈ្មោះuser key អញ្ចឹងខ្ញុំប្រើ sv1 key ចា៎បន្តមកទៀតខ្ញុំគ្រាន់តែ enter មក enter រហូតមកអញ្ចឹងវាបានបង្កើតរួចរាល់ហើយបន្តមកទៀតអ្វីដែលខ្ញុំត្រូវធ្វើនោះគឺតេតឹងទៅនឹងការយក user ទាំង3ហ្នឹងដាក់ចូលទៅក្នុងអញ្ចឹងដំបូងខ្ញុំទៅបង្ហាញសិនថាតើuser key របស់ខ្ញុំនោះបង្កើតមានប៉ុន្មានអញ្ចឹងខ្ញុំប្រើ command មួយនេះអញ្ចឹងខ្ញុំធ្វើការ copy command ហ្នឹងតែម្ដងខ្ញុំ copy មកហើយខ្ញុំធ្វើការ paste នៅក្នុង Gitbase របស់ខ្ញុំអញ្ចឹងសម្រាប់key របស់ខ្ញុំគឺមាន2គឺ sv1 key ហើយនិង sv1 key.path អញ្ចឹងសម្រាប់ sv1 key.path នេះខ្ញុំនឹងធ្វើការរុញវាចូលទៅក្នុងuser ដែលខ្ញុំបានបង្កើតទាំង3ហ្នឹងគឺ uscp uasa និង usrtp អញ្ចឹងខ្ញុំធ្វើការរុញsv1 key.path នឹងតទៅទៀតsv1 key នេះខ្ញុំនឹងទុកវាធ្វើជាដើម្បី client ងាយស្រួលក្នុងការ access ហើយបន្តមកទៀតខ្ញុំនឹងធ្វើការ push ទាំង3នឹងចូលទៅក្នុង sv1 key.path នេះដែលខ្ញុំ push ទាំង ASA SCP ហើយនិង SRTP ដោយសារតែខ្ញុំបានpushវារួចរាល់ហើយចឹងខ្ញុំគ្រាន់តែបង្ហាញថាខ្ញុំpushអ្វីខ្លះអញ្ចឹងបន្តមកទៀតគឺខ្ញុំនឹងធ្វើការឆែកវាចឹងខ្ញុំប្រើ command តែដំបូងខ្ញុំឆែកទៅលើ ASA សិនចឹងពេលដែលខ្ញុំធ្វើការ
ដោយសារតែមុននេះខ្ញុំប្រើ comment ខុសគឺកន្លែងនេះត្រូវដាក់ ac1 key.pub អញ្ចឹងខ្ញុំបានដាក់លក្ខកែនេះរួចរាល់ហើយអញ្ចឹងពេលដែលយើងពុះរួចរាល់ហើយវានឹងធ្វើការទាមទារ password អញ្ចឹងមានន័យថាយើងធ្វើត្រឹមត្រូវហើយអញ្ចឹងខ្ញុំដាក់ password របស់ខ្ញុំមកហើយបន្តមកទៀតខ្ញុំ check exit មួយហើយខ្ញុំ check ទៅលើ ASA ម្ដងជាងវាធ្វើការទាមទារ password ដូចគ្នាដែរចុងក្រោយគឺខ្ញុំតេស្តទៅលើ USFTP ហើយដំណាក់កាលបន្ទាប់គឺខ្ញុំនឹងធ្វើការ create shortcut comment ដើម្បីខ្ញុំអាចធ្វើការ create shortcut comment បានអញ្ចឹងជាដំបូងគឺខ្ញុំត្រូវបង្កើត folder មួយសិនតែខ្ញុំបង្កើត folder នៅក្នុង AC1 នេះហើយនៅក្នុងនោះខ្ញុំមាន file ចំនួន3ដោយសារតែខ្ញុំបានបង្កើតរួចរាល់ហើយអញ្ចឹងខ្ញុំគ្រាន់តែcheck ឲ្យលោកគ្រូមើលចឹងដោយសារតែមុននេះគឺខ្ញុំនៅអត់ទាន់ចេញពីអត់ទាន់ exit ពី USRTP ចឹងខ្ញុំអាចធ្វើការ check មើលបានទេចឹងខ្ញុំត្រូវការexit សិនបន្តទៀតគឺខ្ញុំនឹងធ្វើការ check ទៅលើ file ដែលខ្ញុំបានបង្កើតជាងបន្ទាប់ពីខ្ញុំ exit វារួចរាល់ហើយចឹងខ្ញុំប្រើ command ls sv1 ចឹងនេះជា file ដែលខ្ញុំបានបង្កើតចំនួន3នៅក្នុង ac1 របស់ខ្ញុំបន្តមកទៀតអ្វីដែលខ្ញុំត្រូវធ្វើនោះគឺខ្ញុំបង្កើតប្រើ command v1 ដើម្បីធ្វើការដាក់ alias ទៅក្នុង vim នឹងអញ្ចឹងខ្ញុំប្រើ vim សញ្ញាតកៅទឹកហើយ dot base rc ចឹងនេះជា vim របស់ខ្ញុំហើយខ្ញុំចុចអក្សរ i មកចឹងនេះជា alias ដែលខ្ញុំបានដាក់រួចរាល់ហើយចឹងខ្ញុំចុច escape មួយមក shift ចុច2 q ចឹងបើសិនបើខ្ញុំបានដោយសារតែខ្ញុំធ្វើវារួចរាល់ហើយប៉ុន្តែក្នុងករណីដែលយើងដាក់ vim នឹងដំបូងដាក់ alias អញ្ចឹងយើងត្រូវប្រើ command មួយទៀតគឺ source បន្ទាប់ពីយើងបានដាក់ alias នៅក្នុង vim របស់យើងអញ្ចឹងយើងប្រើ command មួយទៀតគឺ source សញ្ញាតកៅទឹក dot base rc អញ្ចឹងយើងត្រូវប្រើ command ហ្នឹងដោយសារតែខ្ញុំបានធ្វើវារួចរាល់ហើយអញ្ចឹងខ្ញុំគ្រាន់តែបង្ហាញទេអញ្ចឹងតទៅទៀតគឺខ្ញុំទៅតេស្តមើលអញ្ចឹងខ្ញុំធ្វើការសេះតាមរយៈឈ្មោះអញ្ចឹងខ្ញុំវាយ ac1 asa អញ្ចឹងវាអត់ត្រូវការទាមទារ password ទេពេលដែលយើងធ្វើការ access តាមរយៈឈ្មោះហ្នឹងវាអត់ទាមទារ password អញ្ចឹងមានន័យថាត្រូវអញ្ចឹងបន្តមកទៀតគឺខ្ញុំ exit មកហើយខ្ញុំប្រើ ASV1 SCP ចឹងដោយសារតែមុននេះគឺខ្ញុំអត់ទាន់បាន exit ចេញពី SCP របស់ខ្ញុំចឹងក៏ខ្ញុំតេស្តម្ដងទៀត
ចឹងគឺវាចូលអូតូវាដាក់ថា connect to IP address ចំនួន11.95.142 ចឹងវាចូលទៅក្នុង HTTP របស់ខ្ញុំហើយចឹងសម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេជាចុងក្រោយអរគុណលោកគ្រូជម្រាបលាលោកគ្រូ